ជាអកុសលប្រវត្តិសាស្ត្ររវាងកម្ពុជានិងថៃមានទំនាក់ទំនងដែលពោពេញទៅដោយការប្រជុំប្រជែងនិងជំលងតាមព្រំដែនជាយូរមកហើយទោះបីជាមានកិច្ចព្រមព្រៀងនិងកិច្ចប្រជុំជាបន្តបន្ទាប់ក្តីការឈ្លានពានរបស់ថៃចំពោះកម្ពុជាតែងតែបន្តឡើងវិញហេតុផលសំខាន់ៗដែលអាចពន្យល់បានរួមមាន 1. ចិត្តឧបាតនិងការមិនទទួលស្គាល់អតីតកាលប្រវត្តិសាស្ត្រថៃនៅតែរក្សាការគិតឈ្លានពានចំពោះកម្ពុជាដោយសារការបង្រៀនប្រវត្តិសាស្ត្រនៅក្នុងប្រទេសខ្លួនបង្ហាញឲ្យប្រជាជនថៃយល់ថាតំបន់ខ្លះៗនៃកម្ពុជាជាអតីតទឹកដីរបស់ខ្លួនហេតុផលទាំងអស់នេះបានបង្កើតនូវទស្សនៈមិនចង់ទទួលស្គាល់លើសិទ្ធិលទ្ធិបតេយ្យភាពរបស់កម្ពុជា 2. ផលប្រយោជន៍យុទ្ធសាស្ត្រនិងធនធានធម្មជាតិតំបន់ព្រំដែនជាច្រើនមានតម្លៃយុទ្ធសាស្ត្រនិងសម្បត្តិទានធម្មជាតិដ៏សម្បូរដូច្នេះការឈ្លានពានម្ដងហើយម្ដងទៀតគឺជាវិធីសាស្ត្រដើម្បីបន្តការតវ៉ាពីផលប្រយោជន៍ទាំងនេះ 3. កត្តានយោបាយក្នុងប្រទេសនៅរាល់ពេលដែលមានវិបត្តិនយោបាយក្នុងប្រទេសខ្លួនរដ្ឋាភិបាលថៃមានជំនាញច្បាស់លាស់មួយគឺការប្រើបញ្ហាព្រំដែនជាវិធីល្បិចដើម្បីបង្រួបបង្រួមអារម្មណ៍ជាតិនិយមនិងទាក់ទាញការគាំទ្រពីប្រជាជន 4. ភាពខ្សោយនៃប្រព័ន្ធអន្តរជាតិទោះបីកម្ពុជាបានយកករណីទៅតុលាការអន្តរជាតិ ICJ ឬផ្ដល់ឯកសារពាក់ព័ន្ធទៅកាន់អង្គការសហប្រជាជាតិជាច្រើនដងក៏ដោយប៉ុន្តែអំណាចអន្តរជាតិជាច្រើនមិនបានអនុវត្តសកម្មភាពច្បាប់ដ៏តឹងរឹងលើថៃនោះទេនេះជាហេតុធ្វើឲ្យថៃក្លាយជាមានទម្លាប់មិនខ្លាចច្បាប់អន្តរជាតិ 5. ការអះអាងអត្តសញ្ញាណនិងឥទ្ធិពលតំបន់ថៃតែងតែចង់បង្ហាញខ្លួនថាជាប្រទេសដែលមានឥទ្ធិពលខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ដូច្នេះការបន្តឈ្លានពានកម្ពុជាគឺជាវិធីបង្ហាញអំណាចនិងបន្តឥទ្ធិពលតាមតំបន់សេចក្តីសន្និដ្ឋានការឈ្លានពានរបស់ថៃចំពោះកម្ពុជាមិនមែនជាការកើតឡើងដោយចៃដន្យវាជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងប្រវត្តិសាស្ត្រអតីតកាលនយោបាយការប្រកួតប្រជែងធនធាននិងកត្តាអន្តរជាតិដើម្បីទប់ស្កាត់ឬបញ្ចប់ការឈ្លានពាននេះកម្ពុជាត្រូវបន្តប្រើទាំងឆន្ទៈនយោបាយការរួមចំណែកពីសហគមន៍អន្តរជាតិនិងការអប់រំជាតិឲ្យមានកម្លាំងក្នុងការការពារប្រទេសជាតិ